មកហូបឆាលេខ1ហើយសម្រាប់ខ្ញុំកាលនៅពីតូចក៏ប៉ុន្តែឥឡូវហ្នឹងអត់បានទេយូរញ៉ាំឆាបានតែម្ដងទេតែញ៉ាំរាល់ថ្ងៃវាដូចអត់រសជាតិគិតទៅប្រហែលជាយើងចាស់ហើយញ៉ាំបានតែរបស់ស្ងោរហើយថ្ងៃហ្នឹងខ្ញុំមានមកហូបឆាតៅហ៊ូជាមួយសណ្តែកបដោះជាមួយនឹងឈាមទាផងដែរគ្រឿងផ្សំរបស់យើងមានតៅហ៊ូឈាមទាមុខម្ដុំមកមានស្លឹកខ្ទឹមចិញ្ច្រាំក៏ដូចជាសណ្តែកបដោះជាបន្លែគោលរបស់យើងហ្មងណាជាដំបូងគឺយើងត្រូវចៀនតៅហ៊ូសិនណាយើងដាក់ខ្ទះមកដាក់ខ្លាញ់បន្តិចបានដែរមិនច្រើនពេកទេដោយសារតែតៅហ៊ូរបស់ខ្ញុំចាត់ជាចំណិតទូចៗអញ្ចឹងទៅយើងចៀនវាទៅវាឆាប់ឆ្អិនល្អណាហើយសម្រាប់ការចៀននេះផងដែរគឺយើងអត់មែនចៀនចោលឲ្យដល់តាណាទៅណីទេគឺនៅឈរនឹងមកកូរចុះកូរឡើងដើម្បីឲ្យតៅហ៊ូរបស់យើងហ្នឹងវាឆ្អិនស្មើគ្នាសម្រាប់បងប្អូនដែលគាត់អត់ទាន់ចេះធ្វើឆាតៅហ៊ូអាចមើលតាមវិធីនេះបានណាគឺតៅហ៊ូរបស់យើងអត់បែកអាលិអាឡាក់ទេហើយមានក្លិនឈ្ងុយពេលយើងញ៉ាំទៅរៀងច្របល្អទៀតអានេះគឺខ្ញុំចេះពីអ្នកជិតខាងខ្ញុំមកដែរទេឃើញតែគេធ្វើញ៉ាំប៉ុន្តែយើងអត់ដែលដឹងថាគេធ្វើមិនទេណាអញ្ចឹងទៅយើងចៀនមុនហើយសម្រាប់ទឹកចៀនទៅនៅសម្រាប់ខ្លាញ់ទៅនៅគឺយើងយកទៅចៀនត្រីផ្លាធូតែម្ដងបើខ្ញុំនឹងបង្រៀនឥឡូវញ៉ាំមុខកើតទេតើតែញ៉ាំពីមានឆាហើយមានជ្រៃចៀនទៀតបានកើតឥឡូវត្រីរបស់យើងបានឆ្អិនហើយអញ្ចឹងយើងលាងខ្ទះយើងឲ្យស្អាតដាក់ខ្លាញ់បន្តិចមកចាក់ខ្ទឹមចិញ្ច្រាំចូលទៅរំលីងវាឲ្យឈ្ងុយល្អម្ហូបបើសិនជាយើងចង់ឲ្យឆ្ងាញ់ក៏តែយើងរំលីងខ្ទឹមបំពងរបស់យើងនឹងឲ្យវាឈ្ងុយល្អទើបយើងចាក់ឈាមទាចូលទៅសម្រាប់ឈាមទានេះដែលខ្ញុំដាក់ទៅមុនគឺដោយសារតែយើងត្រូវតែប្រកាសចិត្តថាឈាមទានឹងវាឆ្អិនល្អពេលដែលឈាមទាដាក់ចូលហើយយើងដាក់គ្រឿងបន្ថែមស្ករសកន្លះស្លាបព្រាបាយប៊ីចេងកន្លះស្លាបព្រាបាយប៉ុណ្ណឹងមកហើយយើងចាក់ទឹកចូលទៅបន្ថែមបន្តិចណានៅត្រង់ចំណុចនេះដែលខ្ញុំដាក់ទឹកចូលទៅដោយសារតែឈាមទារបស់យើងវាអត់មានទឹកជាតិទឹកចេញពីឈាមទេអញ្ចឹងយើងត្រូវចាក់ទឹកបន្ថែមកុំឲ្យឆារបស់យើងនឹងវាខ្លោចឬក៏ខ្ទះរបស់យើងនឹងវាខ្លោចហើយវាឈ្ងុយអត់ល្អនៅពេលដែលយើងចាក់ទឹកងាស់បានបន្តិចទៅយើងខ្ញុំផ្លេចប្រាប់មួយទៀតបងប្អូនគឺខ្ញុំដាក់ប្រេងខ្យងដែរបន្ថែមជាមួយនឹងម្ទេសតៅហ៊ូហើយនឹងសណ្តែកបដោះចូលទៅបងប្អូនដោយសារតែឈាមទាបើសិនជាយើងដាក់ភ្លាមពឹបយើងកូរប៉បគឺដឹងអាបែកហើយអញ្ចឹងទៅយើងត្រូវតែបន្ថែមជាមួយទឹកវាដើម្បីឲ្យវាឆ្អិនល្អគឺឈាមរបស់យើងនឹងវាអត់បែកទេហើយមានរសជាតិឆ្ងាញ់ណាបងប្អូនហើយនេះគឺដែលយើងពេលយើងឆានឹងយើងឆាត្រឡប់ចុះត្រឡប់ឡើងវាឈ្ងុយធម្មតាមកហូបឆាយើងដាក់តែស្ករហើយនឹងប៊ីចេងវាអត់កើតទេបងប្អូនអញ្ចឹងយើងត្រូវតែបន្ថែមជាមួយនឹងប្រេងខ្យងទៅបន្តិចក៏ដូចជាទឹកត្រីចូលទៅបន្តិចដែរបានវាមានជាតិឆ្ងាញ់ហើយសម្រាប់ម្ហូបឆានេះផងដែរគឺខ្ញុំអត់សូវងាយធ្វើឲ្យបងប្អូនក៏ប៉ុន្តែឆាតៅហ៊ូនេះក៏ហៅថាជាម្ហូបដែលពួកខ្ញុំចូលចិត្តដែរគឺពួកខ្ញុំអត់សូវជាញ៉ាំឆាទេក៏ប៉ុន្តែបើសិនជាឆាគឺឆាមួយមុខនេះឯងដោយសារតែវាមានជាតិឆ្ងាញ់ឆាហើយមានជាតិឆ្ងាញ់ស្រួយឆ្ងាញ់មែនតើណាបងប្អូនអញ្ចឹងចង់ឲ្យបងប្អូនសាកល្បងធ្វើទាំងអស់គ្នាគឺថាឆ្ងាញ់មែនតើខ្ញុំដំបងខ្ញុំឃើញតែគេធ្វើយើងអត់ចាប់អារម្មណ៍ទេដល់ពេលបានញ៉ាំមានអារម្មណ៍ថាឆ្ងាញ់ហើយធ្លាប់ឆាខ្លួនឯងឆាអត់ជៀនពេលរៀនឆាខ្លួនឯងដំបងអត់ជៀនតៅហ៊ូទេយើងធ្លាប់ឃើញរបស់គេសួរមិនដល់តៅហ៊ូរបស់គេនៅដុំល្អម្ល៉េះឈាមទារបស់គេនៅដុំល្អម្ល៉េះតាមពិតគឺគេធ្វើបែបហ្នឹងតៅហ៊ូយើងត្រូវតែជៀនមុនហើយឈាមទានៅពេលដែលយើងចាក់ទៅគឺយើងត្រូវតែស្ងោរជាមួយទឹកឲ្យវារៀងឡើងរឹងតិចសិនទើបយើងចាក់ទៅបានវាអត់បែកអញ្ចឹងវីដេអូបានមកដល់ទីបញ្ចប់ហើយសូមអរគុណបងប្អូនទាំងអស់គ្នាជម្រាបលាបាយបាយ